តិចទៅបាទចាស់តាមបងឃុំស្ទឹងកែវរបស់យើងគឺជាឃុំមួយដែលសម្បូរទៅដោយកសិផលមិនថាទុរេនក៏ដូចជាបន្លែដាំដុះផ្សេងបន្លែបកាការចិញ្ចឹមសត្វផ្សេងគឺនៅឃុំស្ទឹងកែវគឺមានច្រើនហើយក៏ជាសក្តានុពលមួយសម្រាប់នៅក្នុងឃុំក៏ដូចជានៅក្នុងស្រុកទឹកឈូយើងផងដែរសម្រាប់ផ្ទៃដីដាំដំណាំនៅក្នុងឃុំស្ទឹងកែវរបស់យើងគឺមានរហូតទៅដល់ 5000 ហិកតាជាងចាសម្រាប់ទីផ្សារខ្ញុំឃើញថាកសិកររបស់យើងមានការនាំចេញទៅខាងភ្នំពេញក៏ដូចជាប្រទេសហានុនិងខេត្តផ្សេងដែរដោយសារតែគេមើលឃើញថាក្នុងឃុំស្ទឹងកែវរបស់យើងគឺជាឃុំមួយដែលមានសក្តានុពលក៏ដូចជាអាចផលិតនៅដំណាំគ្រប់ប្រភេទដែលមាននៅគុណភាពល្អក៏ដូចជាអាចទុកចិត្តបានហើយតាមរយៈការផ្ដល់បច្ចេកទេសនេះខ្ញុំសង្ឃឹមថាកសិកររបស់យើងនៅក្នុងឃុំស្ទឹងកែវក៏ដូចជានៅក្នុងស្រុកទឹកឈូគាត់នឹងទទួលបាននៅការសប្បាយរីករាយក៏ដូចជាទទួលបាននៅទិន្នផលខ្ពស់ក៏ដូចជាបានប្រាក់ចំណេញមកច្រើនដែលអាចជួយលើកកម្ពស់ជីវភាពរបស់កសិកររបស់យើងទទួលបាននៅជីវភាពមួយដែលល្អប្រសើរដែលគាត់រំពឹងទុកសម្រាប់នាងខ្ញុំជាមន្ត្រីកសិកម្មឃុំខ្ញុំនឹងបដិញ្ញាចិត្តជួយនៅបច្ចេកទេសក៏ដូចជាស្វែងរកនៅទីផ្សារផ្សេងជួយទៅដល់កសិករនៅក្នុងឃុំស្ទឹងកែវរបស់នាងខ្ញុំហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធផ្សេងគាត់នឹងជួយជ្រោមជ្រែងនាងខ្ញុំផងដែរតើខ្ញុំបានសាមុនបាន 2000 ជាងអាហ្នឹងក៏ថ្លៃដែរប៉ុន្តែដល់មួយលូតមួយខោនេះឡើងដល់ 4000 បាទសบายចិត្តទេអើបាយយកអត់ដែលអញ្ចឹងយកហើយមិនមែនថាឡើងតែម្រះទេគ្រប់ទាំងអស់តាំងពីសណ្ដែកគួរតឡាច1គីឡូ 3000 ដែរអានង1គីឡូ 2000 ជាងទៅសក់វិញសិតឡើងមួយខោនឹងឡើងឲ្យសឹងថាស្អីក៏ឡើងមួយថ្ងៃ5 6យប់ឡើងយប់ឡើងមុខផ្ទះខ្ញុំរកកន្លែងដើរឃើញវាអាចបើវាឡើងខ្លាំងដល់200 គីឡូជាងអាចឡើងដល់1លានជាងតិចតួចវិញក្នុងមួយថ្ងៃឬមួយក៏70 ទៅ 80អាហ្នឹងជាប្រចាំអត់ដល់ក្នុងនេះគឺយើងឃើញរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកសិករយើងដែលជាអ្នកដំណាំដាំដុះហ្នឹងខ្លាំងដូច្នេះកសិករយើងក៏មានចិត្តត្រេកអរដែរព្រោះពីមុនមកយើងពិបាកដល់រាជរដ្ឋាភិបាលយើងដោយថាយកចិត្តទុកដាក់ខ្លាំងរឿងហ្នឹងកសិករយើងក៏មានឱកាសធ្វើច្រើនដែរព្រោះយើងមានទីផ្សារហើយកន្លែងតំបន់ខ្ញុំនេះទាំងអស់គឺដាំបន្លែទាំងអស់ហ្មងចាប់ពីនឹងទៅរហូតទៅភ្នំលិចសិនអ្នកដាំធំទៀតបើថ្ងៃល្ងាចហ្នឹងគ្រាន់តែលមកឲ្យម៉ូតូចេញពីក្លិចមកហ្នឹងរកកន្លែងដើរឃើញគ្រូបើសិនជាមកផលគួយមកឃើញថ្ងៃហ្នឹងគាត់ថាសណ្ដែកហ្នឹងមួយថ្ងៃរាប់តោនហើយបើគាត់ថាសក់មួយថ្ងៃអត់ខំពី10ទៅ20តោនទេគាត់ថាសក់គាត់តែម្រះអីហ្នឹងអាឡាច់ហ្នឹងអញ្ចឹងជឿគិតថាឡាន10ឡានយើងវាយឡាន10បានប៉ុន្តែឡានមិន10ឲ្យច្រើនជាង10ទៀតបើយើងគិតថាឡានមួយតោនយើងគិតថាវាច្រើនដែរឡើងបន្លែជាកសិករខ្មែរយើងធ្វើអត់តែបានចាប់ពី2000ឡើងគឺអត់ចេះខាតទេបាទបើមានទីផ្សារល្អខ្ញុំគិតថាវាអាចផ្លាស់ប្ដូរជាពលរដ្ឋយើងនៅតំបន់នេះអាចនឹងគ្រាន់បើជាងមុនគឺអត់បាក់ចឹងហ៎មានណាខ្ញុំអត់លើកវិញណាតែគាត់គេយកជួបើយើងជួទៅបងយើងទៅជួហើយគាត់ទៅយកមកជួយកហើយអត់ចត់មានអាគុណចុះមួយតែបានគាត់ដាច់ដៃGak tak mah, gak tak mah. Bah, bah, tụi ơi nè, rơi hộp lá đó bù, nhưng
យគេ ហើយហូបទៅស្កាយកណាត់រងហ្នឹងយើងមកនឹកមកមងមែនជាមន្ត្រីកាក់យើងបាញ់ឆ្នាំតែមុខទៅវាបាត់តែប៉ុន្តែក្នុងអាគេខំមកយើងពីមុខទៅមុខតែតាមដើម្បីឲ្យទីច្រើនគេដែរប៉ុន្តែទៀតទៀតទៅតែឆ្នាំតែមុខបាញ់គឺបងទៅឆ្នាំហ្នឹងគ្រូឆោនេះមានតុងទៀតតុងពេញមិញហ្នឹងគ្រូឡូណានេះឡូ បាញ់ចង់ហូបតោះ តាមតុងនេះគេធ្វើ អ្នកខ្លះគេចង់មកធំហ្នឹង ហូបអត់ឆ្ងាញ់ តែឈូ1គីឡូញុកគ្រាន់ 1គីឡូមកមកគ្រូណានេះ ញុកតែញុកមកដល់ហើយហ្នឹង នឹងគាត់ទៅវាអត់លុយដាល់ទេ គ្រូកើនេះចង់ដៃហ្នឹងអស់ហើយ ឥឡូវនៅសល់មែនណាចា គាត់ដូចគ្នាគាត់ចាំ ចាស់តាមបង